ទីនេះពួកយើងនឹងមកសម្រាយសាច់រឿងហ្គេមគុណភាពជាបន្តបន្ទាប់ពីអ៊ីមូបានប្រាប់រឿងនេះទៅកាន់វ៉ាសហើយវ៉ាសក៏បានកោះហៅសានរ៉ាគូនឹងទៅប្រជុំនិយាយគ្នាតែម្ដងនិយាយទៅកាន់សានរ៉ាគូថាគាត់ដឹងរឿងរ៉ាវនេះពីអ៊ីមូបាននិយាយប្រាប់គាត់អស់ហើយក៏ប៉ុន្តែគាត់ចង់ដឹងពីសានរ៉ាគូឯងផ្ទាល់តែម្ដងនិយាយមកមើលថាឯងចង់ទៅវាយគ្នាជាមួយនឹងពីណាគេសានរ៉ាគូក៏បាននិយាយប្រាប់ថាពួកគេនឹងមានកម្រងទៅវាយគ្នាជាមួយនឹង Unique Monster Vedamon the Tom God ហើយវ៉ាសក៏បាននិយាយប្រាប់បដ ாய் ថាទៅវាយគ្នាជាមួយនឹងអាគាត់នឹងហាក់បីដូចជាទៅធ្វើអត្តឃាតសម្រាប់ខ្លួនឯងអញ្ចឹងសានរ៉ាគូក៏គិតថាបែបជាដឹងព័ត៌មានអីផ្សេងៗអំពី Vedamon the Tom God ជាមិនខានចឹងទៅគួរតែរៀបពាក្យនិយាយឲ្យស្រួលបួនបន្តិចបន្ទាប់មកក៏និយាយទៅកាន់បងធំរបស់គេដែលឈ្មោះថា Vas នឹងប្រាប់ថាខ្លួនទៅគួបដៃគ្នាជាមួយនឹងមិត្តភ័ក្តិក៏ប៉ុន្តែខ្លួននឹងមិនមែនជាអ្នកទៅវាយផ្ទាល់តែម្ដងនោះទេគឺគេលេង role support និងសួរពីសមាជិកភាពអីផ្សេងៗរបស់ Vedamon the Tom God ពី Vas ផងដែរបើសិនជាគាត់ដឹងក៏ប៉ុន្តែ Vas ក៏បាននិយាយប្រាប់ថាខានជួបគ្នាជាមួយនឹង Vedamon the Tom God យូរហើយសារ៉ាគូបើទោះបីព្យាយាមនិយាយប្រាប់ថាសមាជិករបស់គេនឹងព្យាយាមវាស់វែងសមត្ថភាពរបស់ពួកគេរៀបក្បួននេះចុះឡើងដើម្បីប្រយុទ្ធគ្នាជាមួយនឹង Vedamon the Tom God នឹងក៏ដោយក៏ Vas ក៏នៅតែមិនព្រមគិតថាពួកគេទាំងអស់គ្នាទៅវាយគ្នាជាមួយនឹង Unique Monster មួយនឹងប្រកាសជាទៅនឹងងាប់ទាំងអស់គ្នាហើយគាត់ដូចជាអត់ចាំបានថាបង្រៀនថាពាក្យ Warpal Soul នឹងមិនមែនទៅវាយគ្នាជាមួយនឹងសត្រូវដែលខ្លាំងធ្វើសមត្ថភាពរបស់យើងនឹងកើនខ្ពស់ជាងមុនក៏ពិតមែនក៏ប៉ុន្តែសត្រូវមួយនេះគឺវាខ្លាំងយកតែមែនតែនទៅនឹងសមត្ថភាពគ្មានបានឡើងអីទេតែទៅនឹងប្រកាសជាខ្វិតរបស់ Unique Monster ហ្នឹងហើយសារ៉ាគូក៏លុតជង្គង់សូមវល់កទៅកាន់បងធំរបស់គេដោយគិតពីកិត្តិយសរបស់ខ្លួនថាបងធំរបស់គេនឹងអាចជួយឲ្យបានខ្លះក៏បានដែរគេត្រូវការតែពេល2អាទិត្យនោះទេដើម្បីធ្វើឲ្យខ្លួនរបស់គេក្លាយទៅជា player មួយដែលមានសមត្ថភាពខ្លាំងក្លាអាចតទល់ជាមួយនឹង Unique Monster ក៏ដូចជាជួយ support មិត្តរួមក្រុមរបស់គេគ្រាន់តែលើពាក្យថាកិត្តិយសចេញពីមាត់របស់សានរ៉ាគូភ្លាម Vas គាត់ក៏បានងើយទៅលើគិតមួយសន្ទុះនេះនឹងពោលពីប្រវត្តិខ្លះៗរបស់ Vedamon Tom God មួយនឹងថាគាត់បាត់បង់ប្រពន្ធរបស់គាត់ដោយសារតែពាក្យកុហកយ៉ាងតូចមួយហើយគាត់ក៏បានដាក់បណ្ដាសាឲ្យខ្លួនឯងនឹងមានរាងកាយដែលមិនចេះស្លាប់អីចឹងទៅហើយឡើយនឹងគាត់ក៏កំពុងតែវេទនាខ្លាំងមែនទែនចង់សម្លាប់ខ្លួនឯងក៏មិនស្លាប់បើសិនជាមាន player ណាមួយទៅបញ្ចប់ជីវិតរបស់គាត់បានអានឹងវាគឺជារឿងល្អហើយតែគាត់បានសន្យានឹងខ្លួនគាត់ហើយថាគាត់នឹងមើលពាក់ព័ន្ធជាមួយនឹងជីវិតរបស់បុគ្គលម្នាក់នឹងទេអញ្ចឹងទៅបើសិនជាឯងចង់ប្រយុទ្ធជាមួយនឹង Vedamon the Tom God ហើយយើងក៏មិនបញ្ឈប់ឯងដែរបន្ទាប់មក Vas ក៏បានហៅសានរ៉ាគូទៅកន្លែងមួយគាត់បានប្រាប់ថាគាត់នឹងជួយទៅកាន់សានរ៉ាគូខ្លះៗដែរនៅពេលដែលនាំគ្នាដើរទៅកន្លែងឡធ្វើអាវុធនឹងរួចរាល់ហើយ Vas ក៏បានហៅកូនស្រីរបស់គាត់ម្នាក់ទៀតឲ្យចេញមកក្រៅឈ្មោះថា Bilex ក៏ឆ្ងល់ផងដែរដោយសារតែមិនសូវឃើញ Vas ដែលជាឪពុករបស់គេនឹងចូលមកកន្លែងឡនឹងញឹកញាប់ទេថ្ងៃហ្នឹងគឺប្លែកខ្លាំងមែនតើសានរ៉ាគូក៏ឆ្ងល់ថានឹងគឺជាបងប្អូនរបស់អ៊ីមូលនឹងទៀតហើយមែនតិចម៉ាតសៃនៅក្នុងទឹកដីនឹងគឺជាកូនរបស់ Vas ទាំងអស់ទៅបន្ទាប់មក Vas ក៏បានឲ្យសានរ៉ាគូនឹងបង្ហាញ Warpal Weapon របស់គាត់ឲ្យឃើញអស់មកហើយដល់អញ្ចឹងទៅសានរ៉ាគូក៏បានទាញ Warpal Chopper របស់ខ្លួនមកបង្ហាញឲ្យ Vas មើល Vas ក៏សរសើរទៅកាន់សានរ៉ាគូថាវត្តរបស់ឯងនឹងទទួលស្គាល់ឯងធ្វើជាម្ចាស់របស់វាល្អគ្រាន់បើដែរតាមើលទៅកាន់រាងរបស់វានឹងគឺលយមែនតែនហើយគាត់ក៏បានសម្រេចចិត្តយកអាវុធមួយនឹងមកលុតដំវាទៅជាអាវុធថ្មីមួយឲ្យមានកម្លាំងឬក៏ធម្មពលខ្លាំងជាងមុននេះអញ្ចឹងទៅ Bilex គ្រាន់តែលឺជើងភ្លាមក៏រំភើបបដ ாய் ដោយសារតែមិនសូវឃើញប៉ារបស់គេនឹងមកធ្វើអាវុធនៅក្នុងឡនឹងទេក៏បានរត់សម្ដៅទៅកម្ដៅឡឲ្យក្តៅលឿនទៅ Vas ក៏សួរទៅកាន់សានរ៉ាគូថាមាន material អីនៅក្នុងខ្លួនទៀតអត់យកបង្ហាញឲ្យគាត់មើលទៀតមើលសានរ៉ាគូមិនដឹងជាយក material មកពីណានោះទេក៏ប៉ុន្តែនឹកឃើញសម្បល់របស់អាសាត់ Quad Beetle នឹងក៏បានយកសម្បល់របស់វាយកមកឲ្យ Vas មើលទៅ Vas ក៏អូខេនឹងយកសម្បល់មួយនឹងយកមកប្រើជាមួយនឹងអាវុធនឹងតែម្ដងបន្ទាប់ពីភ្លើងក្តៅហើយគាត់ក៏បានយកដែកនឹងទៅដាក់នៅក្នុងភ្លើងដើម្បីកម្ដៅវាឲ្យឡើងក្តៅសិនទៅហើយកូនរបស់គាត់នឹងក៏បាននិយាយប្រាប់ទៅកាន់សានរ៉ាគូដូចជា Bilex អីហ្នឹងថា Vas គាត់មិនដែលកាន់ញញួរធ្វើអាវុធទៀតនោះទេតាមពីគាត់ធ្វើស្ដេចនៅកន្លែងនេះរាប់ឆ្នាំហើយសានរ៉ាគូឯហ្នឹងឯងគឺសំណាងខ្លាំងណាស់ដោយសារតែមាន Vas ជាអ្នកធ្វើអាវុធឲ្យខ្លួនឯងផ្ទាល់គាត់ហ្នឹងឯងគឺជាជាងដៃធ្វើអាវុធដ៏ពូកែជាងគេនៅលើโลกគ្មានពីរតែម្ដងនៅពេលដែល Vas យកញញួរដំទៅលើអាវុធនឹងម្ដងគឺមានរង្វង់ magic ជាច្រើនហោះឡើងពីលើដៃហ្នឹងរួចហើយក៏ស្រូបចូលទៅវិញសានរ៉ាគូក៏ឆ្ងល់ថានឹងគឺជាអីដល់ចឹងទៅ Bilex ក៏បញ្យល់ប្រាប់ថានឹងគឺជា experience ដែលអាវុធមួយនឹងទទួលបានហើយក្នុងគោលការណ៍ដែលធ្វើអាវុធមួយនឹងខ្លាំងជាងមុននឹងគឺយក experience ដែលវាទទួលបានក្នុងការកាប់គ្នាបូករួមជាមួយនឹង material ដែលសានរ៉ាគូយកឲ្យទៅប្រើនឹងរួចហើយវាក៏បានបូករួមបញ្ចូលគ្នា experience ជាមួយនឹង material នឹងខ្លាយទៅជាអាវុធថ្មីមួយដែលមានសមត្ថភាពខ្លាំងមិនដឹងថាដល់ពេលហើយរូបរាងវានឹងប្រែក្លាយទៅជាអីទេមើលទៅកាន់ Vas ទៅយើងក៏ឃើញថាគាត់កំពុងតែយកញញួរដំដែកនឹងបណ្ដានឹងសូត្រមន្តអាគមបណ្ដាមិនដឹងជាសូត្រស្អីខ្លះទេបន្ទាប់មកអាវុធមួយនឹងគាត់ក៏បានធ្វើរួចរាល់ឈ្មោះ potential អីគ្រប់យ៉ាងរបស់អាវុធមួយនឹងគឺត្រូវបាន upgrade រួចរាល់ហើយឈ
ឈ្មោះរបស់វាហ្នឹងគឺត្រូវបានដាក់ថ្មីដែរអាវុធទាំងពីរហ្នឹងគឺមានឈ្មោះថា Moon Blade Waxing និងមួយទៀត Moon Black Warning សារ៉ាគូក៏បានមកឆែកអាវុធហ្នឹងមើលចង់ដឹងថាវាមិនខ្លាំងអញ្ចឹងណាហើយបន្ទាប់មកយើងក៏ឃើញថាអាវុធមួយដែលឈ្មោះថា Moon Black Warning ហ្នឹងគឺ Moon Black Waxing គឺនៅពេលដែលយើងកាប់ទៅកាន់សត្រូវម្ដងឈាមរបស់យើងហ្នឹងក៏អស់តិចៗផងដែរប៉ុន្តែបដូរមកវិញគឺ double hit ទៅកាន់សត្រូវអស់ឈាមគុណនឹង2ចំណែក Moon Black Warning ឯនេះវិញគឺបំពេញឈាមឲ្យយើងឡើងមកវិញនិយាយទៅអាវុធទាំងពីរហ្នឹងគឺត្រូវតែប្រាស់ភូមិគ្នាតែម្ដងដើម្បីឲ្យយើងហ្នឹងមានសុវត្ថិភាពនិងធ្វើឲ្យសត្រូវអស់ឈាមកាន់តែច្រើនសារ៉ាគូដោយសារតែរំភើបខ្លាំងពេកនៅឃើញអាវុធហ្នឹងលយផងក៏បានចាប់កាន់យកមកសាកប្រើក៏ប៉ុន្តែនៅពេលដែលសាកចាប់កាន់ភ្លាមក៏លុបសញ្ញាឧទានដល់ប្រើប្រាស់ការតែម្ដងដល់ទៅងាកមើល requirement របស់អាវុធហ្នឹងទៅគឺតម្រូវឲ្យ player មាន level 50ឡើងមិនអាចប្រើប្រាស់បានដោយចេះទៅសារ៉ាគូក៏អង្គុយយំលុតជង្គង់ខឹងចិត្តបដ ដោយសារតែចង់ប្រើប្រាស់អាវុធនឹងខ្លាំងពេកចុះបន្ទាប់មកក៏ត្រូវធ្វើដំណើរទៅកាន់ restaurant មួយកន្លែងដើម្បីទៅជួបគ្នាជាមួយនឹងមិត្តភ័ក្តិរបស់គេដែល Pensagon ហើយនិង Oikatsu មកដល់កន្លែងនឹងភ្លាម Pensagon គឺខឹងខ្លាំងមែនទែនដោយសារតែមកយឺតឡើង3ម៉ោងមិនដឹងជា level ធ្វើស្អីដល់ចឹងទៅ Sanraku ក៏យកលេសដល់សារថានៅ level ធ្វើ quiz អីចោះឡើងក៏លឺមានអ្នកគេនិយាយអំពី Vedamon នៅ Tomga ដែលចឹងទៅក៏នៅស្ដាប់អីសិនទៅបន្ទាប់ពីនិយាយប្រាប់អ្នកទាំងអស់គ្នាទៅ Pensagon ក៏ដឹងហើយអំពីសមត្ថភាពរបស់ Vedamon នៅ Tomga គឺជា monster ដែលមិនចេះងាប់រាងកាយដល់សែនអមតៈអញ្ចឹងតើបានការ team up ជាមួយនឹង clan របស់ខ្លួនទៅវាយគ្នាជាមួយនឹង Vedamon នៅ Tomga លើកមុនគឺវាយមិនងាប់សោះស្មានតែជាមនុស្សយន្តតាមពិតគឺជាបិសាចដែលមិនចេះងាប់សោះបន្ទាប់មក Pensagon ក៏និយាយប្រាប់ថាខ្លួនមានការត្រូវធ្វើបន្តិចខ្លួនត្រូវទៅក្រៅបន្ទាប់មកពេលយប់បានខ្លួនត្រឡប់មកវិញហើយក៏បានឲ្យ map ជាមួយនឹងដងស្ទូចត្រីមួយទៅកាន់អ្នកទាំងពីររបស់ដែលគេឲ្យទាំងពីរហ្នឹងនៅពេលដែលទៅដល់ The Iron Rune or Divinity ហ្នឹងគឺដឹងហើយនៅពេលដែលដើរចេញទៅក្រៅហ្នឹងក៏ឃើញកូនទសៃមួយនៅផ្នែកខាងក្រោយករបស់ Sanraku សួរថាហ្នឹងគឺជាស្អី Sanraku ក៏កុហកថាហ្នឹងគឺជា style fashion របស់ខ្លួននោះទេដល់ចឹងទៅខ្លួនក៏ខ្ជិលប្រកែកច្រើនដឹងថាហ្នឹងគឺជាទសៃដែរហើយក៏បានដើរចាក់ចេញទៅមិនចង់ចំណាយពេលយូរចង់ទៅ farm ឲ្យលឿនដើម្បីឲ្យ level របស់ពួកគេខ្ពស់ៗទាំងអស់គ្នាដល់ចឹងទៅ Katsu ក៏គិតថានាំគ្នាទៅមកទៅអញ្ចឹងក៏ប៉ុន្តែនៅពេលដែល Katsu ងើបឡើងមកក៏ឃើញថាទសៃមួយហ្នឹងក៏ចាប់ផ្ដើមចេះនិយាយដោយសារតែ Emo ហ្នឹងគាត់ឈឺតិចប្រាប់ថា Sanraku ហ្នឹងរើកំរើកតិចមកខ្លួនឈឺតិចខ្លាំងណាស់ដល់លាក់អំបានដល់ចឹងទៅ Katsu ក៏ដឹងបដ ឲ្យថាហ្នឹងគឺជាទសៃ NPC មួយដែលជាសត្វចិញ្ចឹមរបស់ Sanraku នឹងតែម្ដងហើយខ្លួនហ្នឹងក៏សប្បាយចិត្តខ្លាំងមែនទែនចង់បានសត្វចិញ្ចឹមមួយផ្ទាល់ខ្លួនដែរក៏ប៉ុន្តែរកអត់បានដល់ពីបន្លែងលេងជាមួយនឹង Emo រួចរាល់ហើយអ្នកទាំងពីរក៏បានធ្វើដំណើរទៅកន្លែង The Iron Rune or Divinity ហ្នឹងទៅហើយតាមផ្លូវហ្នឹង Katsu ហ្នឹងល្អរហូតថាខ្លួននឹងចង់បានសត្វចិញ្ចឹមដែរសត្វចិញ្ចឹមរបស់ Sanraku នឹងខ្ជូតខ្លាំងមែនទែនបន្ទាប់មកគេក៏បានធ្វើដំណើរដល់កន្លែងអាគារផ្លូវច្រកឲ្យចូលទៅកាន់ទឹកដី The Iron Rune or Divinity នឹងតែម្ដងហើយរូបរាងអាគារមួយហ្នឹងគឺដូចជាបន្ទះឈីបកុំព្យូទ័រអញ្ចឹងមើលពីផ្នែកខាងក្រៅបន្ទាប់មកសាច់រឿងក៏បានបកទៅកាន់អតីតកាលបន្តិចនៅពេលដែលពួកគេកំពុងតែប្រជុំគ្នា3នាក់នៅក្នុង game Unit Round Pensagon ក៏បាននិយាយប្រាប់អ្នកទាំងអស់គ្នាថានៅពេលដែលយើងចូលទៅវាយគ្នាជាមួយនឹង Vedamon នៅ Tomga ចូលទៅដល់ area របស់វាហើយនោះ game នឹងដក level របស់ពួកយើងចូលមកកាន់50ទាំងអស់គ្នាហើយយើងវាយគ្នាជាមួយនឹង Vedamon នៅ Tomga នឹង level របស់គេដល់ទៅ200ឯណោះអញ្ចឹងហើយបានជា Pensagon ក៏និយាយប្រាប់ថា level មិនសូវជាសំខាន់នោះទេសំខាន់ឲ្យតែ gaming skill របស់ពួកយើងខ្លាំងនោះយើងអាចយកឈ្នះ Vedamon នៅ Tomga បានហើយ Katsu ជាមួយនឹង Sanraku ឯនេះវិញក៏នាំគ្នាដល់ចូលទៅកាន់អាគារមួយហ្នឹងចូលទៅដល់ក្នុងភ្លាមហ្នឹងក៏មាន object ផ្សេងៗអណ្ដែតឡើងពេញហ្នឹងនៅឃើញសម័យឃើញរូបភាពវាយគ្នាជាមួយនឹង boss នៅក្នុង game ផ្សេងៗជាច្រើនបន្ទាប់មក Sanraku ក៏សួរ level ទៅកាន់ Katsu ថាឥឡូវហ្នឹង level ប្រហែលហើយ Katsu ក៏បានប្រាប់ថា level 25ដល់ចេះទៅ Sanraku ក៏បង្អាប់បដ ឲ្យថាឯក្មេងអញ្ចឹងទៅដោយសារតែខ្លួនហ្នឹង level 31ហើយកំពុងតែប្រកែកគ្នាសុកEmo ក៏បានឃើញ object ពណ៌ក្រហមមួយកំពុងតែធ្លាក់មកពីលើដល់ចេះទៅអ្នកទាំងពីរក៏បានរត់គេចទៅក្រោយទៅហើយ object មួយហ្នឹងក៏មានឈ្មោះថា Suppression Drone Katsu ហ្នឹងក៏បានប្រាប់ឲ្យ Sanraku នៅមួយកន្លែងហ្នឹងទុកឲ្យខ្លួនជាអ្នកបញ្ចេញថ្វីដៃបន្ទាប់មកដៃរបស់គេក៏ឡើងផ្សែងភ្លើងពណ៌ក្រហមដែលហ្នឹងគឺជា buff មួយប្រភេទធ្វើឲ្យសមត្ថភាពរបស់ពួកគេខ្លាំងជាងមុនដែលអញ្ចឹងទៅ Katsu ក៏បានវាយ object ពណ៌ក្រហមហ្នឹងឡើងបែកខ្ទេចម្ដងមួយនៅពេលដែលវាយ object ពណ៌ក្រហមហ្នឹងខ្ទេចអស់ហើយក៏មកនិយាយព្យាសមត្ថភាពគ្នាជាមួយនឹង Sanraku ឡើងពេញនឹងទៀតអញ្ចឹងទៅហើយ Emo នៅពេលដែលឃើញ Vopaso របស់ Katsu ហ្នឹងខ្លាំងពេកគេក៏និយាយទៅសារថា Vopaso របស់ឯងហ្នឹងគឺខ្លាំងមែនទែនឡើងពេញបបតែម្ដងក៏ប៉ុន្តែ Katsu ហ្នឹងអត់យល់នោះទេ Vopaso ហ្នឹងបានន័យថាម៉េច Sanraku ខ្ជិលតប៉ែណែនាំច្រើនដោយសារតែខ្លួនហ្នឹងមិនយល់អាពាក្យហ្នឹងដែរដែលចេះទៅក៏នាំគ្នាដើរទៅមើលតំបន់មួយដែលគេលាក់នៅផ្នែកខាងលើឡើងទៅលើហ្នឹងគឺផ្លូវខ្វាត់ខ្វែងញញញ៉ាយច្រើនខ្លាំងមែនទែនមានទាំងចណ្ដើបាក់បែកផងនិងចណ្ដើអណ្ដែតឡើងពេញហ្នឹងនឹងទីតាំងចុងក្រោយដែលឡើងទៅដល់លើហ្នឹងគឺត្រូវលោតចូលប្រហោងមួយ Katsu ក៏ស្ម័គ្រចិត្តលោតចូលទៅមុនដើម្បីកុំឲ្យ Sanraku ជាមួយនឹងទន្សាយលោតចូលទៅមុនក៏លោកមានគ្រោះថ្នាក់អីចឹងណាពេលមុនក៏សរសើរថា Katsu ហ្នឹងគឺជានារីដ៏សែនក្លាហានខ្លាំងមែនទែនចូលទៅមុនគេអីចឹងទៅដល់ចឹងទៅ Sanraku ក៏និយាយប្រាប់ថាម្នាក់ហ្នឹងមិនមែនជាស្រីនោះទេគឺជាប្រុស Emo គ្រាន់តែលឺអញ្ចឹងភ្លាមក៏ចាប់ផ្ដើមភ្ញាក់ផ្អើលមកមិននឹកស្មានថាមាន player ណាដែល mystery ដល់ថ្នាក់ហ្នឹងសោះមើលទៅដូចជាស្រីទេក៏ប៉ុន្តែតាមពិតជាប្រុសសោះស្ដាប់ឮសំឡេងងើមកពីក្រោម Sanraku ហ្នឹងមិនដឹងជាស្ដាប់ឮថាយ៉ាងម៉េចនោះទេក៏ស្ដាប់អត់បានដល់ចឹងទៅ Emo ក៏បាននិយាយប្រាប់ថាលោតចុះមកក្រោមមកឲ្យឈួត Sanraku គ្រាន់តែលឺអញ្ចឹងក៏មួម៉ៅក្តៅក្រហាយបដ ឲ្យចាប់ Emo ឲ្យលោតចុះទៅក្រោមមួយ
មួយទំហឹងលោតចុះមកដល់ក្រោមក៏ឃើញបឹងមួយដែលមានទឹកពន្លឺចាំងចាញ់ខ្លាំងមែនទែននៅក្នុងសភៅដែល Pensagon និយាយប្រាប់ហ្នឹងគឺអាចកម្ចាត់បិសាចមួយដែលមានឈ្មោះថា Light Steed Lake Serpent ដែលបិសាចហ្នឹងគឺផ្ដល់ឲ្យ level របស់ពួកយើងឡើងលឿនខ្លាំងមែនទែននៅពេលដែលយើងកម្ចាត់វាបានតមកអ្នកទាំងពីរក៏បានយកដងសទូចម្នាក់មួយយកមកស្ទូចត្រីនៅកន្លែងហ្នឹងអីចឹងទៅសារាគូក៏ស្ទូចបានត្រីសាម៉ុនមួយមិនដឹងជាយកធ្វើស្អីកើតនៅទេក៏គិតថាដើរចេញទៅក្រៅណែសន្ទូចរបស់អុយកាត់សូនេះវិញក៏រៀងទាញផងដែរសារាគូគិតថានឹងបែបជាត្រីទេគ្មានបានស្អីទេមើលទៅប៉ុន្តែមានណាអីដែលស៊ីនុយរបស់អុយកាត់សូហ្នឹងគឺជាបិសាចដែលគេមានគោលបំណងមកចង់កម្ចាត់នឹងតែម្ដងគឺ Light Steed Lake Serpent បន្ទាប់មកសារាគូក៏គិតថាគួរតែធ្វើតែអាវុធថ្មីឯងតាអុយកាត់សូហ្នឹងក៏សួរថាអាវុធមួយហ្នឹងក្រែងប្រើបានអីត level 50បានប្រើបានដល់អញ្ចឹងទៅសារាគូក៏ប្រាប់ថាអាវុធហ្នឹងគឺថ្មីមួយទៀតហើយឈ្មោះអាវុធមួយហ្នឹងគឺមានឈ្មោះថា The Empire Bee Twin Blades ហើយមូលក៏ប្រាប់ថាអាវុធមួយហ្នឹងគឺធ្វើដោយបងស្រីរបស់គេដែលឈ្មោះថា Bee Lake នឹងឯងហើយបន្ទាប់មកស្រីនឹងក៏បានបកមកកាន់អតីតកាលបន្តិចនៅពេលដែល Bee Lake កំពុងតែធ្វើដាវទាំងពីរឲ្យទៅកាន់សារាគូអីចឹងហើយសារាគូក៏បានទាញដាវហ្នឹងយកមកមើលអីចឹងទៅក្នុងចិត្តរបស់គេហ្នឹងក៏ចាប់ផ្ដើមភ័យតិចផងដែរដោយគិតថាខ្លួនត្រូវតែមានតំណែងល្អជាមួយនឹងទុនសាយផ្សេងទៀតក្រៅពីវ៉ាសហើយនឹងអេមូលតិចត្រូវមានតំណែងល្អជាមួយនឹងទុនសាយមកទឹកដីនឹងត្មងទៅដោយសារតែការពីមុនខ្លួនលេង game dating អីចឹងទៅគឺមានtraumaឆាយជាមួយនឹងស្រីៗទាំងអស់នឹងខ្លាំងមែនតើ date ម្ដង12នាក់ចុងក្រោយគ្រាន់តែនិយាយខុសអីតិចតួចស្រីៗទាំងអស់ហ្នឹងទៅសឹបក្រាធ្វើពិសាអីអស់លេងអត់មានបានណាគេម្នាក់តមក Bee Lake ក៏បញ្យល់ប្រាប់ពីលក្ខណៈសម្បត្តិរបស់អាវុធទាំងពីរហ្នឹងអាវុធខាងស្ដាំដែលមានប្រវែងវែងនិងពណ៌ផ្កាឈូកហ្នឹងនៅពេលដែលយើងកាប់ទៅកាន់សត្រូវទៅយើងរក weak point របស់សត្រូវបានកាន់តែឆាប់រហ័សហើយអាវុធខ្លីមួយនេះគឺមានសារធាតុពុលដោយសារតែវាប្រើប្រាស់មកពីតនិចឃ្មុំរបស់ Queen ណោះមកពេលបច្ចុប្បន្នវិញសារាគូក៏បានកាប់យកទៅកាន់អាពស់មួយហ្នឹងធ្វើឲ្យវារបួសផ្នែកមួយយ៉ាងធំជាប់ខ្លួនរបស់វាហើយសការរបស់វានឹងក៏ចាប់ផ្ដើមបែកបាក់ផងដែរហើយកាត់សូឆ្លៀលកាមួយហ្នឹងក៏បានប្រើប្រាស់កណ្ដាប់ដៃភ្លើងខ្មៅរបស់ខ្លួនវាយមួយទំហឹងទៅកាន់ខ្លួនប្រាណរបស់អាពស់មួយហ្នឹងតែម្ដងអេម៉ូលក៏រៀបនឹងយកសភៅរបស់ខ្លួនបាញ់សិលទៅកាន់អាពស់មួយហ្នឹងដើម្បីកម្ចាត់វាចោលដែរក៏ប៉ុន្តែពេលហ្នឹងវាក៏បានវាល់កន្ទុយរបស់គ្នាមកកាន់អេម៉ូលយ៉ាងខ្លាំងក៏ប៉ុន្តែសំណាងល្អហើយកាត់សូក៏បានរត់ទៅរងជាប់ធ្វើឲ្យអេម៉ូលរួចពីការគ្រោះថ្នាក់មួយហ្នឹងហើយអ្នកទាំងពីរក៏បានរួម skill ជាមួយគ្នាអេម៉ូលហ្នឹងក៏ចាប់ផ្ដើមបាញ់សិលយ៉ាងខ្លាំងទៅកាន់ពូមួយហ្នឹងធ្វើឲ្យវារលាយខ្លួនស្លាប់នៅនឹងកន្លែងតែម្ដងបន្ទាប់មក experience point របស់ពួកគេហ្នឹងគឺឡើងច្រើនខ្លាំងយកទៅមែនតើធ្វើឲ្យ level របស់ពួកគេហ្នឹងក៏ឡើងច្រើនតាមនឹងដែរបន្ទាប់មកកាត់សូក៏បាននិយាយពីការ combo skill គ្នាធ្វើឲ្យអាវុធរបស់យើងហ្នឹងខ្លាំងជាងមុនអីចឹងទៅហើយសារាគូនឹងស្ដាប់អត់យល់នោះទេដោយសារតែខ្លួនមិនដែលចេះអា skill ហ្នឹងហើយកាត់សូក៏បានប្រាប់ថាហ្នឹងគឺដឹងពី tutorial ដែលគេនិយាយប្រាប់នៅក្នុង first town ហើយសារាគូមិនដឹងហ្នឹងវាត្រូវហើយដោយសារតែខ្លួនមិនដែលទៅកាន់ first Sea town ផងហ្នឹងដល់ចឹងទៅគឺខ្លួនអត់ដឹងរឿងច្រើនខ្លាំងមែនតើក៏ចាប់ផ្ដើម stress toxic ឡើងពេញហ្នឹងតែម្ដងដើម្បីលួខ្លួនឯងកុំឲ្យ toxic ច្រើនពេកក៏បំភ្លេចអតីតកាលហ្នឹងចោលទៅក៏ចាប់ផ្ដើម farming ធ្វើឲ្យ level របស់គេឡើងលឿនចឹងទៅហើយខ្លួនក៏បានយកដងសន្ទូចទៅស៊ូចត្រីបន្តទៀតបន្ទាប់ពីស៊ូចត្រីអស់មួយសន្ទូចដើម្បី farming level របស់ខ្លួនឡើងកាន់តែច្រើនចឹងទៅខ្លួនក៏បានបោះតង់មួយសម្រាប់នៅខាងក្នុងហ្នឹងហើយ Pensagon ហ្នឹងក៏បានធ្វើដំណើរមកដល់កន្លែងហ្នឹងផងដែរសួរនាំអ្នកទាំងពីរថាមិនហើយ level ឡើងរៀងច្រើនគួរសម140 142ហើយអុយកាត់សូហ្នឹងក៏នៅតែបន្តបង្អាប់និងនិយាយប្រាប់ទៅកាន់ Pensagon ថាសារាគូហ្នឹងអត់បានចូលលេង tutorial នោះទេ First Sea Town ហ្នឹងក៏មិនបានចូលដែរនិយាយទៅគឺ skip អត់ដឹងរឿងច្រើនខ្លាំងយកទៅមែនតើហើយរឿងដែលគួរឲ្យភ្ញាក់ផ្អើលដែលអុយកាត់សូទៅតែនឹងដឹងនោះគឺ Emol អាចប្រើប្រាស់សិលនិងកម្ចាត់សត្រូវបាន damage ច្រើនខ្លាំងយកទៅមែនតើតមក Pensagon ក៏នាំអ្នកទាំងអស់គ្នាហ្នឹងទៅកន្លែងមួយដើម្បីជួបមនុស្សម្នាក់ដែលអាចជួបគ្នាតែពេលណាដែលលោកខែពេញបរមីនោះទេហើយបុគ្គលម្នាក់ហ្នឹងគឺជា unique NPC មួយអាចប្រាប់ពួកគេពីវិធីសាស្ត្រផ្សេងៗអាចយកឈ្នះទៅលើ Vedamon the Tom Guard បានហើយ NPC ម្នាក់នោះគឺមានឈ្មោះថា Setsuna of Bygone Days បន្តមកសាច់រឿងក៏បានបង្ហាញឲ្យឃើញវត្តមានរបស់នារីម្នាក់ហ្នឹងដែលមានឈ្មោះថា Setsuna ហ្នឹងកំពុងតែអង្គុយនៅលើដើមឈើស្រែកច្រៀងចម្រៀងដ៏សែនក្រអួយក្រអៅនៅក្រោមពន្លឺព្រះខែពេញបរមីហើយអេពីសូតមួយហ្នឹងក៏បានស្លេះនៅត្រឹមហ្នឹងសិនទៅអរគុណអ្នកទាំងអស់គ្នាណាដែលបានតាមដានស្ដាប់បើសិនជាចូលចិត្តកុំភ្លេចចុច like និង subscribe មានមួយមក